Kim chi tao bông bông nào kia bông bông nào khác cho chất kim chi tao dương một mơ pi được biếtในการធ្វើ kim chi ទាំងអស់គ្នាអញ្ចឹងដើម្បីធ្វើ kim chi បានបងប្អូនត្រូវតែមានស្វ័យបុគ្គលបន្ទាប់មកបងប្អូនត្រូវយកវាចាត់ជា4ផ្នែកដើម្បីនឹងយើងកាត់ជាចំណិតពេលដែលបងប្អូនចាត់ជាចំណិតហើយបងប្អូនត្រូវយកវាមកហាន់ជាបំណែកតូចៗដើម្បីយើងងាយស្រួលក្នុងការច្របល់គ្រឿងដោយសារតែពួកយើងធ្វើ kim chi ចំនួនច្រើនរហូតដល់60គីឡូដូច្នេះហើយការហាន់ជាចំណិតនោះគឺមានរយៈពេលយូរដែរដូច្នេះបងប្អូនអាចទស្សនាបានអំពីការចាត់ជាចំណិតក្នុងការដែលយើងយកទៅធ្វើ kim chi ទាំងអស់បន្ទាប់ពីយើងចាត់ជាចំណិតហើយយើងយកវាមកដាក់ត្រាំជាមួយនឹងទឹកអំបិលអញ្ចឹងរយៈពេលនៃការត្រាំទឹកអំបិលយើងប្រើរយៈពេល1ម៉ោងកន្លះទៅ2ម៉ោងតាមស្ថានភាពនៃសាច់ស្ពៃរបស់យើងមួយទៀតបងប្អូនយើងមិនត្រឹមតែធ្វើ kim chi ស្ពៃបូកូទេយើងក៏ធ្វើ kim chi ស្លឹកខ្ទឹមផងដែរដូច្នេះនៅពេលដែលយើងសម្អាតរួចហើយយើងទុកពេលរយៈពេល30នាទីទៅ1ម៉ោងដើម្បីឲ្យវាស្រស់លេចមកមើលគ្រឿងរបស់យើងមានដូចជាខ្ទឹមសខ្ញីដូច្នេះយើងធ្វើការចិតសម្អាតវាឲ្យស្អាតហើយក៏មានម្ទេសនិងការ៉ុតហើយនិងថៃថាផងដែរដូច្នេះយើងចិតសម្បកវាឲ្យស្អាតមកបងប្អូនបន្ទាប់មកយើងយកមកលាងទឹកបន្ទាប់ពីយើងធ្វើការលាងសម្អាតហើយយើងទុកវារយៈពេល10ទៅ15នាទីដើម្បីឲ្យវាស្រស់ទឹកសិនអញ្ចឹងនៅពេលដែលស្រស់ទឹកហើយយើងក៏យកវាមកដើម្បីនឹងចិតជាបំណែកអញ្ចឹងបងប្អូនអញ្ចឹងយើងចិតទាំងការ៉ុតហើយនិងថៃថានៅពេលដែលយើងចិតការ៉ុតនិងថៃថារួចហើយកលេចមកមើលខ្ទឹមបារាំងហើយនិងខ្ញីរបស់យើងគឺយើងត្រូវការចិតជាបំណែកដើម្បីនឹងធ្វើការកិនវាចូលគ្នាដើម្បីនឹងធ្វើជាគ្រឿង kim chi ហើយបងប្អូនអាចមើលបានពីរបៀបនៃការចាត់ជាបំណែកដើម្បីយើងងាយស្រួលនៅក្នុងការដែលកិនវាបញ្ចូលគ្នាដូច្នេះគ្រឿងដែលយើងត្រូវកិនជាមួយនឹងគ្នានោះមានដូចជាខ្ញីខ្ទឹមបារាំងម្ទេសហើយនិងខ្ទឹមសផងដែរដូច្នេះយើងនឹងចាប់ផ្ដើមដាក់ចូលនៅក្នុងម៉ាស៊ីនក្លុកមួយនេះបងប្អូនហើយបងប្អូនកុំភ្លេចដាក់ទឹកត្រីបន្តិចផងដើម្បីឲ្យងាយស្រួលនៅក្នុងការដែលកិនដូច្នេះបងប្អូនអាចនឹងមើលបានបន្ទាប់ពីយើងកិនហើយយើងធ្វើការចាក់ចូលនៅក្នុងចានដែកឬក៏ចានក្បាក់ណាមួយដែលបងប្អូនគិតថាស័ក្តិសមជាមួយនឹងគ្រឿងដែលបងប្អូននឹងត្រូវលាយគ្រឿងបន្ទាប់ក្នុងការដែលធ្វើ kim chi យើងត្រូវមានម្សៅអង្ករដំណើបផងដែរបន្ទាប់ពីយើងកូរវាឲ្យខ្លាយជាល្បាយហើយយើងចាប់ផ្ដើមចាក់ម្សៅម្ទេសចូលហើយកូរវាឲ្យចូលជាមួយនឹងគ្នាម្សៅម្ទេសនេះផងដែរគឺជាម្សៅម្ទេសដែលម៉ត់បន្ទាប់មកយើងយកវាមកចាក់ជាមួយគ្រឿងដែលយើងកិនបាញ់មិញហើយយើងធ្វើការកូរវាឲ្យម៉ត់មកបងប្អូនកូរវាឲ្យចូលជាតិគ្នាឲ្យសព្វមកបន្ទាប់មកយើងធ្វើការបន្ថែមគ្រឿងដូច្នេះការដែលយើងបន្ថែមគ្រឿងនោះមានដូចជាស្ករសហើយក៏បន្ថែមទឹកម្ទេសប្រភេទបែបកូរ៉េផងដែរហើយយើងក៏បន្ថែមខ្ទឹមសនោះផងដែរយើងធ្វើការកិនវាឲ្យម៉ត់បន្ទាប់ពីយើងបន្ថែមគ្រឿងអស់ហើយយើងត្រូវការច្របល់វាម្ដងទៀតបងប្អូនច្របល់វាឲ្យចូលគ្នាសព្វមកបន្ទាប់មកយើងក៏ចាប់ផ្ដើមធ្វើ kim chi ស្លឹកខ្ទឹមមុនដំបូងគេដូច្នេះបងប្អូនដាក់គ្រឿងល្មមដែលបងប្អូនអាចស្មានបានថាគ្រឿងនោះវាចូលជាតិល្អជាមួយនឹង kim chi ស្លឹកខ្ទឹមរបស់យើងការច្របល់នោះផងដែរបងប្អូនសូមកុំច្របល់វាប្រើកម្លាំងធ្ងន់ពេកយើងប្រើជាកម្លាំងស្រាលដើម្បីឲ្យវាអាចចូលជាតិបានល្អបន្ទាប់ពីយើងច្របល់វាចូលគ្រឿងសព្វហើយយើងចាប់ផ្ដើមយកវាដាក់ចូលក្នុងកាតូឬក៏ប្រអប់ដែលបងប្អូនមានដូច្នេះបងប្អូនធ្វើការមូលវាជាដុំអញ្ចឹងមកបងប្អូនដើម្បីនឹងយើងងាយស្រួលក្នុងការដែលយកញ៉ាំនេះគឺជាលទ្ធផលដែលយើងធ្វើបានហើយសង្ឃឹមបងប្អូនយល់អំពីរបៀបនៃការធ្វើ kim chi ផ្លេចប្រាប់បងប្អូនចំណែកថៃថាវយើងក៏អាចយកវាមកធ្វើជា kim chi បានដែរយើងធ្វើការហាន់វាជាដុំអញ្ចឹងមកបន្ទាប់ពីយើងកាត់វាជាដុំហើយយើងចាប់ដើមយកវាលាយជាមួយនឹងគ្រឿងក៏ដូចគ្នាផងដែរបងប្អូនយើងច្របល់វាឲ្យសព្វគ្រឿងមកដើម្បីយើងងាយស្រួលក្នុងការដែលឲ្យវាចូលជាតិហើយនេះជាលទ្ធផលយើងបាន kim chi ជាប្រភេទថៃថាវមួយមុខទៀតហើយបើកលេចមកមើលស្វ័យបុគ្គលរបស់យើងក៏ដល់មកនៅក្នុងការដែលយើងលាងសម្អាតទឹកអំបិលចេញហើយពេលដែលយើងលាងសម្អាតហើយយើងចាប់ផ្ដើមយកមកដើម្បីនឹងលាយគ្រឿង kim chi យើងអញ្ចឹងរបៀបនៃការលាយបងប្អូនអាចមើលបានគឺយើងធ្វើបែបដូចនេះបងប្អូនអាចចាប់វាជាស្ទប់ចេញមកបន្ទាប់មកយើងចាប់ដើមយកគ្រឿងប្រឡាក់វាតាមផ្នែកមួយនៃស្លឹក
របស់ស្ពៃបូកគោដូច្នេះការលាបគ្រឿងរបស់យើងត្រូវតែប្រកាសថាវាចូលសពនៅក្នុងស្លឹកនៃស្ពៃបូកគោទាំងអស់បន្ទាប់ពីយើងលាបវាសពគ្រប់ហើយបងប្អូនយើងត្រូវតែមូលវាជាដុំៗចេះមកបងប្អូនងាយស្រួលក្នុងការដែលយើងយកមកញ៉ាំហើយសង្ឃឹមថាបងប្អូននឹងយល់អំពីរបៀបនៃការធ្វើដូច្នេះគីមឈីនេះផងដែរគឺយើងអាចទុករយៈពេលបានយូរ2ខែទៅ3ខែនោះបងប្អូនយើងអាចធ្វើវាដាក់នៅក្នុងទូទឹកកកដើម្បីឲ្យវាកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ហើយយើងក៏ចាប់ផ្ដើមយកថៃថាវនិងការ៉ុតដែលយើងចិតហើយយកមកច្បល់ជាមួយនឹងគ្រឿងដើម្បីនឹងយើងធ្វើគីមឈីមួយមុខទៀតដូច្នេះបងប្អូនធ្វើការច្បល់ឲ្យសពមកដើម្បីឲ្យគ្រឿងគីមឈីជាមួយនឹងការ៉ុតហើយនិងថៃថាវវាចូលជាតិបានល្អបន្ទាប់មកយើងធ្វើការហាន់ស្លឹកខ្ទឹមមកបងប្អូនជាកណាត់ចេញមកដើម្បីយើងដាក់លាយជាមួយនឹងគ្រឿងគីមឈីយើងដែរដូច្នេះបងប្អូនធ្វើការលាយវាមកយើងលាយវាឲ្យចូលសពគ្រឿងដូចជាយើងលាយថៃថាវនិងការ៉ុតដែរអញ្ចឹងការលាយនេះផងដែរបងប្អូនប្រើកម្លាំងថ្នមដើម្បីឲ្យវាចូលជាតិល្អហើយនេះគឺជាលទ្ធផលដែលយើងលាយហើយអញ្ចឹងយើងលាយវាឲ្យប្រកាសថាវាចូលសពគ្រឿងយើងក៏ដល់ពេលនៅក្នុងការដែលលាងសម្អាតស្ពៃបូកគោដែលយើងត្រាំអស់រយៈពេល2ម៉ោងជាងតាមលាងសម្អាតវា1ទឹកទៅ2ទឹកបើអាច3ទឹកក៏បានដែរបងប្អូនដើម្បីឲ្យជាតិអំបិលដែលយើងត្រាំនោះវាច្រាស់ល្អកុំឲ្យវាមានរសជាតិប្រៃជាប់ជាមួយនឹងស្ពៃបូកគោរបស់យើងនៅពេលដែលយើងលាងទឹកហើយយើងដាក់ឲ្យវាសោះទឹកមកបន្ទាប់មកយើងធ្វើការយកគ្រឿងគីមឈីយើងដាក់ចូលស្ពៃបូកគោរបស់យើងបន្ទាប់មកយើងធ្វើការច្បល់គ្រឿងឲ្យវាសព្វល្អដូច្នេះការច្បល់គ្រឿងបងប្អូនគឺដូចគ្នាទេបងប្អូនប្រើកម្លាំងស្រាលដើម្បីឲ្យគ្រឿងរបស់យើងវាចូលជាតិបានល្អជាមួយនឹងស្ពៃបូកគោរបស់យើងដូច្នេះបងប្អូនធ្វើការច្បល់វាអញ្ចឹងមករហូតដល់គ្រឿងរបស់យើងហើយនឹងស្ពៃបូកគោវាចូលសព្វល្អហើយទាំងនេះគឺជាការធ្វើគីមឈីសង្ឃឹមថាបងប្អូនទាំងគ្នាយល់អំពីរបៀបនៃការធ្វើគីមឈីដូច្នេះគីមឈីរបស់យើងមាន4មុខសង្ឃឹមថានេះគឺជាចំណេះដឹងមួយសម្រាប់ចែករំលែកទៅដល់បងប្អូនផងដែរ